Ingi Eberhard ជានារីជនជាតិអូទ្រីសធម្មតាម្នាក់ហើយក៏មិនដែលគិតស្រមៃថាបានរៀបការជាមួយព្រះអង្គម្ចាស់មកពីអាស៊ីនោះទេរឿងស្នេហារបស់អ្នកទាំងពីរដូចជារឿងព្រេងនិទានអញ្ចឹងនាងបានចាក់ចេញពីស្រុកកំណើតនៅរស់នៅក្នុងវាំងដែលហុំព័ទ្ធដោយអ្នកបម្រើជាច្រើនប៉ុន្តែក្រោយមកជីវិតរបស់នាងបានផ្លាស់ប្ដូរទាំងស្រុងហើយរឿងនិទានដ៏អស្ចារ្យមួយនេះបានคล้ายទៅជាសុបិនអាក្រក់ទៅវិញហេតុអ្វីបានជានាងត្រូវរត់ចោលកូនតើនាងបានជួបការសន្លបងនិងការខាតបង់ដ៏អាក្រក់អ្វីខ្លះតើវាសនារបស់នាងបែបណាហើយពេលនេះនាងនៅឯណាតោះសូមតាមដាននៅក្នុងវីដេអូមួយនេះទាំងអស់គ្នារឿងរបស់ Ingi Eberhard គឺគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ដែលវាត្រូវបានបង្កើតជាខ្សែភាពយន្តគួរឲ្យចាប់អារម្មណ៍បំផុតមួយជីវប្រវត្តិនេះពិតជារឿងអាស្រូវពិតដែលនេះត្រូវបានហាមឃាត់មិនឲ្យចែកចាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាថៃនិងប្រទេសផ្សេងទៀតជាច្រើនហើយនៅថ្ងៃនេះខ្ញុំនឹងលើកយកនៅព័ត៌មានដ៏អស្ចារ្យមួយចំនួនអំពីរឿងរ៉ាវមួយនេះមកឲ្យបងប្អូនទាំងអស់គ្នាបានជ្រាបជាព័ត៌មាន Ingi ធំឡើងនៅទីក្រុងខេត្តមួយប្រទេសអូទ្រីសក្នុងគ្រួសារសាមញ្ញធម្មតានាងបានបញ្ចប់ការសិក្សាដោយពិន្ទុល្អប៉ុន្តែមិនចង់បន្តរៀននៅសាកលវិទ្យាល័យក្នុងប្រទេសកំណើតខ្លួនឡើយក្តីសុបិនរបស់នាងគឺចង់ឃើញពិភពលោកឲ្យបានកាន់តែច្រើន Ingi បានជ្រើសរើសសាកលវិទ្យាល័យ Denver ក្នុងរដ្ឋ Colorado ជាកន្លែងដែលនាងសិក្សាក្នុងការក្លាយជាគ្រូបង្រៀនម្នាក់នៅក្នុងពិធីជប់លៀងរបស់និស្សិតនាងបានជួបបុរសម្នាក់មកពីប្រទេសភូមាយុវជននោះឈ្មោះថាសាវដែលលោកបានមកសហរដ្ឋអាមេរិកដើម្បីសិក្សាផ្នែកវិស្វកម្មរ៉ែអ្វីបើមានភាពខុសគ្នាខាងវប្បធម៌ក៏ដោយនារីម្នាក់នេះភ្លាមមានអារម្មណ៍ថាដូចជាធ្លាប់ស្និទ្ធស្នាលនឹងគ្នានាងចូលចិត្តអ្វីៗគ្រប់យ៉ាងអំពីសាវទាំងភាពឆ្លាតវៃប្រាជ្ញាភាពអៀនខ្មាស់ទស្សនៈទូលំទូលាយចិត្តល្អនិងកាយភ្នែកដ៏ភ្លឺថ្លារបស់គាត់ការតាក់ទងស្នេហាក៏បានចាប់ផ្ដើមរវាង Ingi និងសាវកាលគ្រានោះមក2ឆ្នាំបានកន្លងផុតទៅអ្នកទាំងពីរបានសម្រេចចិត្តរៀបការនឹងគ្នានៅរដូវផ្ការីឆ្នាំ1953ពិធីមង្គលការសិស្សសាមញ្ញមួយបានកើតឡើងនៅផ្ទះមិត្តភ័ក្តិរបស់ពួកគេអ្នកទាំងពីរគឺជាគូស្នេហ៍អន្តរជាតិដំបូងគេនៅរដ្ឋ Colorado ហើយបន្ទាប់ពីរៀនចប់ពួកគេក៏សម្រេចចិត្តធ្វើដំណើរទៅស្រុកកំណើតរបស់សាវការគ្រានោះមានមនុស្សជាច្រើនបានបំបាក់ទឹកចិត្ត Ingi ពីការធ្វើបែបនេះដោយអ្នកទាំងនោះបានប្រាអំពីរឿងរ៉ាវដ៏គួរឲ្យខ្លាចរបស់នាងអំពីសត្វព្រៃអ្នកប្រមាញ់ប្រាក់រង្វាន់និងសូម្បីតែមេធ្មប់ដែលរស់នៅទីនោះផងដែរប៉ុន្តែនារីម្នាក់នេះពិតជាបានទុកចិត្តប្តីជាទីស្រឡាញ់របស់នាងខ្លាំងណាស់ហើយត្រៀមខ្លួនជាស្រេចដើម្បីរស់នៅជាមួយរូបគេគ្រប់ទីកន្លែងក្នុងពិភពលោកទោះបីជានាងមិនអាចស្រមៃទៅលើអនាគតថាវាទៅជាបែបណាក៏ដោយតែនាងបានដឹងត្រឹមតែតិចតួចប៉ុណ្ណោះអំពីគ្រួសារប្តីរបស់នាងIngi គ្រាន់តែដឹងថាប្តីរបស់នាងគឺជាកូនប្រុសរបស់មន្ត្រីមួយរូបតែប៉ុណ្ណោះនៅពេលដែលកប៉ាល់ចូលទៅជិតឆ្នេរសមុទ្រនៃប្រទេសភូមាក្មេងស្រីនោះបានឃើញវងមនុស្សយ៉ាងច្រើនកំពុងកាន់ភួងផ្កានៅលើឆ្នេរនោះដោយមិនបានយកចិត្តទុកដាក់ច្រើននាងបានប្រាប់ស្វាមីថាពួកគេហាក់ដូចជាកំពុងរងចាំទទួលស្វាគមន៍មនុស្សសំខាន់ណាមួយហើយត្រង់ចំណុចនេះសាវបាននិយាយប្រាប់ភរិយាថាមនុស្សសំខាន់នេះគឺជារូបគេប្រែមកថាជាព្រះអង្គនិងជារាជទាយាទនៃរាជាណាចក្រសានស៊ីប៉ាវដែលមានប្រជាជន5លាននាក់ភ្លាមនោះក្រោយដឹងភ្លាមសាវបានធ្វើឲ្យភរិយាវ័យក្មេងរបស់ខ្លួនស្ទើរតែដួលសន្លប់ទៅនឹងកន្លែងបុរសជាប្តីមានចេតនាមិនបានបង្ហាញពីទ្រព្យសម្បត្តិនិងសាវតាដ៏ខ្ពង់ខ្ពស់របស់ខ្លួននោះទេដោយគាត់ចង់ឲ្យ Ingi ស្រឡាញ់ព្រះអម្ចាស់មិនមែនដើម្បីឋានៈនិងប្រាក់របស់ទ្រង់ប៉ុន្តែសម្រាប់ក្តីស្នេហ៍និងមើលឃើញព្រះអង្គថាជាមនុស្សមានគុណសម្បត្តិពិតសម្រាប់នារីអឺរ៉ុបសាមញ្ញម្នាក់ការទទួលភ្ញៀវដ៏អស្ចារ្យបែបនេះគឺជាការតក់ស្លុតនិងធ្វើឲ្យនាងស្រក់ទឹកភ្នែកបាននៅតាមផ្លូវទៅកាន់ព្រះបរមរាជវាំងពួកគេត្រូវបានស្វាគមន៍ដោយមនុស្សរាប់ពាន់នាក់គប់ការនៅលើជើងនិងអបអរសាទរនៅពេលនោះមាននារីក្នុងតំបន់ចំនួន8នាក់ដែលយំសោកយ៉ាងក្រៀមក្រំព្រោះពួកគេត្រូវបានជ្រើសរើសដោយរាជវង្សសាវសម្រាប់ត្រៀមធ្វើជាកូនក្រមុំព្រះអម្ចាស់អង្គនេះរាជទាយាទនឹងត្រូវធ្វើការជ្រើសរើសម្នាក់ក្នុងចំណោមនោះពេលទ្រង់យាងមកវិញប៉ុន្តែទ្រង់បានត្រឡប់មកវិញជាមួយកូនក្រមុំរបស់ខ្លួនបាត់ទៅហើយវាំងនេះគឺជាវិមាន2ជាន់ដែលមានអ្នកបម្រើត្រៀមខ្លួនជាស្រេចដើម្បីបំពេញបំណងប្រាថ្នារបស់កូនក្រមុំនៅខាងក្នុងវិមាន Ingi បានចាប់អារម្មណ៍អ្វីៗទាំងអស់ហើយសម្រាប់គេងលក់យ៉ាងស្កប់ស្កល់ដោយមិនដឹងខ្លួននៅថ្ងៃបន្ទាប់នាងត្រូវបានគេប្រកាសថានៅពេលនោះនាងបានក្លាយជាព្រះនាងហើយលើពីនេះតាមទំនៀមទម្លាប់ក្នុងស្រុកព្រះនាងបានទទួលងារថាមហាទេវី
ដែលមានន័យថាទេពធីតាឋានសួគ៌អ៊ីនហ្គីនិងសាវបានរៀបចំពិធីអភិសេកមួយផ្សេងទៀតនៅក្នុងនគរបើយោងទៅតាមទំនៀមទម្លាប់ក្នុងស្រុករបស់ព្រះអង្គវាផ្ទុយស្រឡះពីពិធីមង្គលការធម្មតាកាលនៅក្រុង Denver ជំនួសឲ្យកូកាកូឡាភ្ញៀវបានផឹកស្រាល្អៗហើយពិធីមង្គលការនេះបានលាតសន្ធឹងរាប់សិបគីឡូម៉ែត្ររូបភាពគូស្វាមីភរិយាថ្មីថ្មោងត្រូវបានគេដាក់នៅលើអាសនៈក្នុងគេហដ្ឋាននីមួយៗក្បែររូបព្រះពុទ្ធពេលត្រឡប់មកស្រុកកំណើតវិញព្រះអង្គម្ចាស់សាវបានចាប់ផ្ដើមអនុវត្តកំណែទម្រង់យ៉ាងខ្លាំងទ្រង់មានគំនិតជាច្រើនអំពីរបៀបធ្វើទំនើបកម្មកសិកម្មនិងនាំប្រទេសចេញពីសក្តិភូមិព្រះអង្គបានចែកស្រូវនិងគ្រឿងចាស់ដល់កសិករព្រមទាំងបានធ្វើការប្រឆាំងជាដាច់ខាតទៅលើអំពើពុករលួយព្រះអង្គម្ចាស់រូបនេះបានទទួលការបណ្ដុះបណ្ដាលជាវិស្វកររុករករ៉ែទ្រង់យកចិត្តទុកដាក់ទៅលើការគ្រប់គ្រងការរុករករ៉ែបន្ទាប់ពីការសោយទីបង្គត់របស់ព្រះបិតាទ្រង់ព្រះអង្គម្ចាស់សាវបានឡើងសោយរាជ្យហើយអ៊ីនហ្គីត្រូវបានផ្តល់ងារជាព្រះមហាក្សត្រទយានីដោយជួយស្វាមីរបស់នាងនៅអ្វីៗគ្រប់បែបយ៉ាងក្នុងរយៈពេល10ឆ្នាំបន្ទាប់នាងបានបើកគ្រឹះស្ថានអប់រំរាប់រយមន្ទីរពេទ្យនិងជួយដល់ជនក្រីក្រទាំងឡាយរាជទាំងអស់បានឃើញម្ចាស់ស្ត្រីអ៊ីនហ្គីមិនត្រឹមតែជាមហេសីរបស់ស្ដេចប៉ុណ្ណោះទេថែមទាំងជាអ្នកឧបត្ថម្ភជំនួយផ្សេងៗផងដែរក្រោយមកអ៊ីនហ្គីបានរំលឹកអំពីពេលវេលារបស់ខ្លួនកាលនៅសានដែលដូចជារឿងនិទានដ៏ស្រស់ស្អាតមិនគួរឲ្យជឿមួយវិមានពីរជាន់ដែលមានប្រាសាទពុទ្ធសាសនាអាចមើលឃើញពីបង្អួចបានសម្លៀកបំពាក់និងគ្រឿងអលង្ការបែបបូព៌ាដ៏ប្រណិតធ្វើឲ្យអ៊ីនហ្គីក្លាយជាព្រះនាងដ៏អស្ចារ្យនិងមានអ្នកបម្រើរាប់សិបនាក់ព្រមទាំងមានស្វាមីជាទីស្រឡាញ់នៅក្បែរនាងផងដែរក្នុងកំឡុងពេលដ៏អស្ចារ្យនេះបុត្រីពីរអង្គបានប្រសូតមកមានព្រះនាមថា Canary និង Marjorie ព្រះអង្គនិងភរិយាទ្រង់គឺជាអ្នកគ្រប់គ្រងដ៏ពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍ប៉ុន្តែជីវិតដ៏រីករាយនេះមិនបានស្ថិតស្ថេរយូរនោះទេនៅឆ្នាំ1962មានរដ្ឋប្រហារមួយនៅភូមានៅថ្ងៃទី1ក្នុងខែមិនិនារថយន្តយោធាបានទៅកាន់រាជវាំងស្ដេចត្រូវបានគេចាប់ខ្លួនចាប់តាំងពីពេលនោះមកអ៊ីនហ្គីមិនបានជួបទ្រង់ទៀតនោះទេអ៊ីនហ្គីបានដឹងពីជោគវាសនាស្វាមីជាទីស្រឡាញ់របស់នាងដូច្នេះតើមានរឿងអ្វីកើតឡើងចំពោះស្ដេចអង្គនេះទៅអ៊ីនហ្គីនិងកូនស្រីត្រូវបានឃុំខ្លួនក្នុងផ្ទះអស់រយៈពេល2ឆ្នាំនាងបានព្យាយាមអស់ពីសមត្ថភាពដើម្បីរកឲ្យឃើញនៅអ្វីដែលបានកើតឡើងចំពោះស្វាមីប៉ុន្តែភ្លាមៗនោះនាងបានដឹងថារឿងរ៉ាវចាប់ខ្លួននេះក៏កំពុងសម្ដៅមកលើនាងផងដែរអ៊ីនហ្គីបានចាប់ផ្ដើមរៀបចំផែនការរត់គេចពីប្រទេសភូមាប៉ុន្តែកូនស្រីរបស់នាងគ្មានឯកសារហើយមិនត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់សហរដ្ឋអាមេរិកឬអឺរ៉ុបបានឡើយតែមន្ត្រីស្ថានទូតអូទ្រីសដ៏ក្លាហានម្នាក់បានខ្លែងបន្លំឯកសារហើយបានជួយពួកគេឲ្យចាក់ចេញពីប្រទេសនេះបានលុះក្រោយមកអ៊ីនហ្គីបានរស់នៅជាមួយឪពុកម្ដាយខ្លួននៅប្រទេសអូទ្រីសប៉ុន្តែនាងត្រូវបានផ្លាស់ចេញទៅវិញដោយសារកូនស្រីទាំងពីរនាក់ត្រូវបានគេប្រមាថមាក់ងាយជាច្រើនអ៊ីនហ្គីបានផ្លាស់ទៅរដ្ឋកូឡូរ៉ាដូដែលបានតាំងចិត្តចាប់ផ្ដើមជីវិតថ្មីនិងជាកន្លែងដែលនាងធ្លាប់ជួបព្រះអង្គម្ចាស់កាលពីដំបូងនាងបានចូលធ្វើការជាគ្រូបង្រៀនភាសាអាល្លឺម៉ង់នៅអនុវិទ្យាល័យមួយដោយជាច្រើនឆ្នាំមកនេះនាងបានផ្ញើសម្បត្តិទៅរដ្ឋាភិបាលភូមាថ្មីដើម្បីសុំព័ត៌មានអំពីជោគវាសនាប្តីរបស់ខ្លួនតែជាលទ្ធផលអ៊ីនហ្គីមិនដែលទទួលបានចម្លើយនោះទេតាំងពីពេលនោះមកនាងមិនដែលត្រឡប់ចូលទៅកាន់ប្រទេសភូមាវិញដូចគ្នារហូតមកដល់ពេលប្រហែលឆ្នាំក្រោយនាងបានដឹងថាប្តីជាទីស្រឡាញ់របស់ខ្លួនត្រូវបានគេបាញ់សម្លាប់ចោលប្រហែលឆ្នាំបន្ទាប់ពីការចាប់ខ្លួនដោយចាប់ប្រកាន់ថាព្រះអង្គព្យាយាមរត់គេចលោកក្រោយមកនៅពេលដែលការជួយចាប់នៃការបាត់បង់មួយនេះបានថយចុះអ៊ីនហ្គីបានសម្រេចចិត្តរៀបការម្ដងទៀតបរិសុទ្ធដែលនាងបានជ្រើសរើសគឺជាជនជាតិអាមេរិកឈ្មោះថា Ted Sargent ម្នាក់នេះហើយដែលនាងបានចំណាយពេលនៅសេសសល់ពេញមួយជីវិតរស់នៅជាមួយគេលោកបានបំផុសគំនិតអ៊ីនហ្គីឲ្យសរសេរសៀវភៅអំពីស្ថានភាពមិនគួរឲ្យជឿរបស់នាងជាមួយនឹងប្រាក់ចំណូលពីការលក់សៀវភៅនេះនាងនិងស្វាមីអាចបង្កើតមូលនិធិដើម្បីជួយជនចំណាក់ស្រុកមកពីភូមានិងជួយជនចំណាក់ស្រុករាប់ពាន់នាក់ផ្សេងទៀតដោយផ្អែកលើការចងចាំរបស់នាងខ្សែភាពយន្តចំណងជើងថា Twilight Over Burma ត្រូវបានធ្វើឡើងក្នុងឆ្នាំ2015ខ្សែភាពយន្តនេះក៏ដូចជាសៀវភៅរបស់នាងត្រូវបានហាមឃាត់សម្រាប់ការចែកចាយនៅក្នុងប្រទេសមីយ៉ាន់ម៉ានាសម័យទំនើបមួយនេះការចែកចាយត្រូវបានផ្ដន់ទោសដាក់ពន្ធនាគារចំណែកកូនស្រីរបស់អ៊ីនហ្គីវិញបានធំឡើងនិងបានរៀបការហើយព
ពួកគេបន្តធ្វើការឲ្យមូលនិធិគាំទ្រភូមិហើយចាត់ទុកខ្លួនឯងថាជាព្រះនាងមហាទេវីចុងក្រោយបង្អស់អ៊ិនគីនាងរស់នៅបាន90ឆ្នាំហើយបានស្លាប់ដោយសន្តិភាពនៅក្នុងផ្ទះរបស់នាងផ្ទាល់ក្នុងខែកុម្ភៈឆ្នាំ2023រឿងរ៉ាវនៃជោគវាសនាមិនគួរឲ្យជឿរបស់នាងត្រូវបានសរសេរជារៀងរហូតនៅក្នុងទំព័រនៃសៀវភៅដែលអ្នកស្រីបានចងចាំទាំងអស់ចុះលោកអ្នកវិញយល់យ៉ាងណាដែរចំពោះនារីដ៏រឹងមាំម្នាក់នេះដែលមិនខ្លាចអ្វីគ្រប់យ៉ាងដើម្បីបរោះដែលខ្លួនស្រឡាញ់រួចរស់នៅរងចាំដំណឹងពីគាត់អស់រយៈពេលជាច្រើនឆ្នាំអរគុណសម្រាប់ការតាមដានទស្សនាជូនពរសំណាងល្អ